năm chaសម្រាប់ប្រទេសជនមុននឹងជ្រើសរើសឡានប្រភេទណាមួយក៏ដោយអ្វីដែលសំខាន់គឺការប្រឹក្សាយោបល់ពិសេសទី1ទី2គឺ service center គឺមាន service center ច្បាស់លាស់ដើម្បីងាយស្រួលនៅពេលដែលយើងធានាខុសត្រូវឲ្យក្រុមហ៊ុនគឺឲ្យទៅខាងម្ចាស់ភ្ញៀវគឺគាត់មានទំនុកចិត្តពិតប្រាកដមិនមែនធានាតែមាត់ខ្ញុំជំរាបសួរដល់បងប្រុសបងស្រីចាហើយអរគុណមែនតើដែលបានធ្វើការអញ្ជើញជារថយន្តពីខាង LB Auto ខាងពួកខ្ញុំនៅក្នុងថ្ងៃនេះហើយជាក់ស្ដែងឥឡូវនេះខ្ញុំចង់សាកសួរទៅកាន់ចំណាប់អារម្មណ៍របស់បងប្រុសថាបងប្រុសមានអារម្មណ៍បែបណាដែរនៅពេលដែលបានអញ្ជើញមកជារថយន្តពីខាង LB Auto បងអូនណាបងសម្រាប់អារម្មណ៍បងពេញចិត្តសេវាកម្មខាងក្រុមហ៊ុនប្រឹក្សាយោបល់បានល្អចាបងហើយតម្លៃក៏សមរម្យអាចទទួលយកបានចាហើយជឿជាក់ថាក្រុមហ៊ុននឹងផ្ដល់គុណតម្លៃលើសេវាកម្មហ្នឹងតរហូតចាបងចាអញ្ចឹងនៅក្នុងថ្ងៃនេះដែរបងប្រុសបានអញ្ជើញដកប្រភេទរថយន្តDepol S05រ៉េង620គីឡូទៅអញ្ចឹងបន្ទាប់ពីអញ្ជើញដកទៅនេះបងអញ្ជើញយកទៅមានកម្មវិធីអីនៅផ្ទះហីបងថ្ងៃនេះដែរថ្ងៃនេះរៀបចំអត់ទាន់ចាបើយើងចង់យកថ្ងៃល្អថ្ងៃសុក្រប៉ុន្តែនៅផ្ទះអត់មានអ្នកនៅរៀបចំអីទាំងអស់ចាអញ្ចឹងយកវេលាល្អសិនចាបងជប់លៀងតហើយចាប់ដាក់លេខហើយចាចាបងអញ្ចឹងចំពោះការស្វេសពីខាងក្រុមប្រឹក្សាយោបល់ខាង LB Auto បងអូននៅក្នុងថ្ងៃនេះក៏ដូចជាតាំងពីថ្ងៃដែលបងអញ្ជើញមកធ្វើការមើលឡានថ្ងៃដំបូងបងមានអារម្មណ៍ថាមានការខុសឆ្គងក៏ដូចជាមានការអត់ពេញចិត្តកន្លែងណាមួយឯបងសម្រាប់បងសេវាកម្មហាងសេលដែលផ្ដល់ឲ្យភ្ញៀវប្រឹក្សាយោបល់បានល្អចាអញ្ចឹងទទួលយកបានហើយជាពិសេសក្រុមហ៊ុនព្យាយាមបង្ហាញពីទំនុកចិត្តចាបងនេះជាអ្វីដែលបងទុកចិត្តនិងសម្រាប់ចិត្តទិញឡាននៅកន្លែងនេះចាបងអញ្ចឹងជាចុងក្រោយខ្ញុំចង់សូមឲ្យបងជួយមានពាក្យម៉ាត់ដើម្បីផ្ដល់ផ្ញើទៅកាន់អតិថិជនផ្សេងៗទៀតដែលគាត់កំពុងតែពិចារណាទៅលើរថយន្តថ្មីដែរអញ្ចឹងថាបងមានអីចាប់ផ្ដើមផ្ញើឲ្យបងផ្ដាំផ្ញើសម្រាប់អតិថិជនមុននឹងជ្រើសរើសឡានប្រភេទណាមួយក៏ដោយអ្វីដែលសំខាន់គឺការប្រឹក្សាយោបល់ពិសេសទី1ទី2គឺ service center គឺមាន service center ច្បាស់លាស់ដើម្បីងាយស្រួលនៅពេលដែលយើងធានាខុសត្រូវឲ្យក្រុមហ៊ុនគឺឲ្យទៅខាងម្ចាស់ភ្ញៀវគឺគាត់មានទំនុកចិត្តពិតប្រាកដមិនមែនធានាតែមាត់ណាចាបងយើងមាន service អីត្រឹមត្រូវមានការធានាច្បាស់លាស់ជូនអញ្ចឹងណាបងណាចាអញ្ចឹងជាចុងក្រោយខ្ញុំមានតែពីអរគុណបងស្រីហើយសូមឲ្យបងជួបតែសេចក្តីសុខសេចក្តីចម្រើនក៏ដូចជាការធ្វើដំណើរប្រកបទៅវិញអីជួបតែសុខភាពតាមដងផ្លូវបងចាអញ្ចឹងអរគុណច្រើនមែនតើបងសម្រាប់ការជឿទុកចិត្តលើខាង LB Auto បងចា